បាទជំរាបសួរដូចជាសួស្តីដល់ពុកម៉ែបងប្អូនអរគ្នាដែលស្រឡាញ់ក្នុងការចិញ្ចឹមមាន់បាទនៅក្នុងវីដេអូនេះដែរខ្ញុំមកបង្ហាញអំពីបទពិសោធន៍ដែលទាក់ទងទៅនឹងកូនមាន់ចឹកគ្នាបងប្អូនថាតើកត្តាអ្វីខ្លះដែលធ្វើឲ្យកូនមាន់ហ្នឹងវាចឹកគ្នាហើយដំណោះស្រាយយើងគួរធ្វើវិធីណាខ្លះអញ្ចឹងតាមបទពិសោធន៍កន្លងមកកូនមាន់របស់ខ្ញុំក៏មានករណីចឹកគ្នានឹងដែរបងប្អូនដូចជាស្ដែងដែលបងប្អូននៅឃើញក្នុងវីដេអូនេះអញ្ចឹងគឺកូនមាន់ចំនួន3ក្បាលនេះគឺជាកូនមាន់ដែលចឹកគ្នាបងប្អូនអញ្ចឹងខ្ញុំមកនិយាយអំពីមូលហេតុដែលធ្វើឲ្យកូនមាន់ចឹកគ្នាមូលហេតុទី1ដែលធ្វើឲ្យកូនមាន់ចឹកគ្នាគឺមកពីកត្តាចំណីដោយសារតែចំណីនោះខ្វះនៅសារធាតុប្រូតេអ៊ីនវីតាមីនគ្រប់គ្រាន់ដែលធ្វើឲ្យកូនមាន់នោះវាមានបញ្ហា stress ហើយវាមានសារធាតុចិញ្ចឹមមិនបានគ្រប់គ្រាន់នៅក្នុងរាងកាយរបស់វាធ្វើឲ្យវាមានបញ្ហាចឹកកន្ទុយឬក៏ចឹកស្លាប់គ្នាស៊ីដោយសារតែវាខ្វះសារធាតុកាល់ស្យូមអីអ្វីជាដើមហ្នឹងហើយកត្តាទី2គឺដោយសារតែកត្តាទ្រុងក៏ជាកត្តាមួយដែរដែលរួមផ្សំដែលធ្វើឲ្យមាន់ចឹកគ្នាកត្តាទ្រុងនោះដោយសារតែទ្រុងវាចង្អៀតពេកដែលធ្វើឲ្យវា stress វាបរិយាកាសក្នុងទ្រុងវាចង្អៀតធ្វើឲ្យវា stress ធ្វើឲ្យអាចឲ្យវាចឹកគ្នាដែរហើយកត្តាទី3ដែលសំខាន់ដែរដោយសារតែការផ្ដល់ចំណីរបស់យើងដែលផ្ដល់ឲ្យកូនមាន់នោះវាមិនបានទៀងទាត់អញ្ចឹងធ្វើឲ្យកូនមាន់នោះដាច់ចំណីអញ្ចឹងនៅពេលដែលវាដាច់ចំណីគឺវាឃ្លានហើយបងប្អូនកូនមាន់គឺវាឃ្លានហើយវាស្រែកហើយអញ្ចឹងនៅពេលដែលវាអត់មានអីចឹកស៊ីឬក៏វាអត់មានអីចឹកលេងគឺវានឹងចឹកកតុយចឹកស្លាប់គ្នាវាលេងហើយបងប្អូនអញ្ចឹងដល់ពេលដែលវាចឹកហើយវាចេញឈាមមកក្រហមហើយអញ្ចឹងធ្វើឲ្យវាចឹកជាបន្តទៀតធ្វើឲ្យដាច់ស្លាប់ដាច់កតុយដាច់កន្លែងណាដែលវាចឹកនឹងតល់តែដាច់អស់តែម្ដងបើសិនជាយើងអត់បានមើលអាចកូនមាន់នោះអាចស្លាប់បានអញ្ចឹងកត្តាត្រួសដែលខ្ញុំបានរៀបរាប់ខាងលើដែលធ្វើឲ្យមាន់ហ្នឹងវាចឹកគ្នាហើយដំណោះស្រាយអ្វីដែលខ្ញុំបានធ្វើមានប្រសិទ្ធភាពជាក់ស្ដែងដោយកូនមាន់3ក្បាលនេះអញ្ចឹងគឺខ្ញុំចាប់បំបែកកូនមាន់ណាដែលគេចឹកវាបងប្អូនគេចឹកវាដាច់ស្លាប់ដាច់កតុយហ្នឹងយើងបំបែកវាចេញពីក្នុងទ្រុងជាក់ស្ដែងកូនមាន់របស់ខ្ញុំវាមាន2សម្បុកអញ្ចឹងកូនមាន់ដែលវាមានការចឹកគ្នានេះកូនមាន់ខាងនេះហើយមូលហេតុដែលវាចឹកគ្នានោះដោយសារតែខ្ញុំអត់បានផ្ដល់ចំណីវាមួយរយៈពេលធ្វើឲ្យក្នុងកំប៉ុងចំណីនេះវាអស់ចំណីអញ្ចឹងហើយវាដាច់ចំណីបងប្អូននៅពេលដែលវាដាច់ចំណីវាចឹកគ្នាបងប្អូនហើយមាន់ដែលនៅក្នុងទ្រុងនេះ4ក្បាលនេះគឺវាអត់មានការចឹកគ្នាទេជាក់ស្ដែងស្លាប់កតុយរោមវាគឺអត់មានមាន់ណាចឹកវាទេអញ្ចឹងយើងដាក់នៅក្នុងទ្រុងជាមួយគ្នានឹងបានអញ្ចឹងវាអត់ចឹកគ្នាទេហើយយើងផ្ដល់ចំណីឲ្យវាស៊ីឲ្យបានគ្រប់គ្រាន់ឡើងវិញមកក្នុងទ្រុងហ្នឹងគឺអត់មានចឹកគ្នាបន្តទៀតទេសំខាន់យើងដកកូនមាន់ណាដែលគេចឹកតបៅកតុយដាច់ស្លាប់ដាច់អីហ្នឹងមានឈាមក្រហមយើងដកវាចេញហើយជាក់ស្ដែងនៅកន្លែងចិញ្ចឹមរបស់ខ្ញុំបានបង្ហាញវីដេអូបងប្អូននោះអញ្ចឹងគឺខ្ញុំដកមេចេញមកខាងក្រៅបងប្អូនឲ្យកូនមាន់វានៅក្នុងទ្រុងអញ្ចឹងនៅពេលដែលវាចឹកគ្នាយើងដកមាន់ណាដែលគេចឹកតបៅស្លាប់តបៅរោមហ្នឹងមកឲ្យមេវាបណ្ដើរនៅខាងក្រៅតែម្ដងអញ្ចឹងយើងដកវាចេញមករយៈពេល1ថ្ងៃទៅគឺអារបួសដែលមានស្នាមក្រហមតបៅហ្នឹងគឺវាទៅជាពណ៌ខ្មៅវិញហ្នឹងបងប្អូនហើយនៅពេលដែលវាជាបែបហ្នឹងឯងឡើងយើងដាក់កូនមាន់ចូលនៅក្នុងទ្រុងជាមួយគ្នាធម្មតាវិញគឺវាលែងមានបញ្ហាចឹកគ្នាហើយគឺដោយសារតែអាកូនមាន់នៅក្នុងទ្រុងគឺវាភ្លេចក្នុងការចឹកហ្នឹងបងប្អូនអញ្ចឹងវាភ្លេចនៅក្នុងការចឹកហ្នឹងនៅពេលដែលយើងដាក់វាចូលវិញក៏អត់មានការចឹកដែរហើយនៅពេលដែលមាន់ដែលគេចឹកហ្នឹងវាសះដំបៅក៏វាលែងឃើញស្នាមឈាមក្រហមឬក៏ស្នាមដំបៅហ្នឹងក៏អាកូនមាន់ដែលចឹកគេហ្នឹងក៏វាលែងចឹកដែរបងប្អូនអញ្
ចឹងអ្វីដែលខ្ញុំធ្វើនេះគឺមានប្រសិទ្ធភាព 100% បងប្អូនគឺត្រូវតែបំបែកមន់កូនមន់ណាដែលគេចឹកនឹងចេញមកក្រៅដោយខ្ញុំបំបែកនេះគឺកូនមន់3ក្បាលហ្នឹងគឺគេចឹកវាដាច់ស្លាបដាច់អីអស់បងប្អូនគឺខ្ញុំយកចេញក្រៅឃើញថារបួសដែលវាគេចឹកហ្នឹងគឺវាចិត្តអស់ហើយបងប្អូនវាបាត់នៅពណ៌ក្រហមហើយវាក្រៀមបងប្អូនវាក្រៀមកម៉វាអញ្ចឹងដល់ពេលដែលយប់ឡើងគឺខ្ញុំដាក់ចូលទៅក្នុងទ្រុងទាំងអស់ឲ្យមេវាក្រុងធម្មតាហើយស្អែកឡើងគឺកូនមន់គេលេងចឹកអីបងប្អូនដោយសារតែរបួសហ្នឹងវាសាក់វាក្រៀមកម៉ហ្នឹងបងប្អូនហើយខ្ញុំធ្វើបែបហ្នឹងគេថាមានប្រសិទ្ធភាព 100% បងប្អូនហើយប្រសិនជាបងប្អូនមានវិធីណាផ្សេងក៏អាចខមមិនចូលនៅក្នុងវីដេអូប៉ុន្តែសម្រាប់ខ្ញុំធ្វើវិធីបែបហ្នឹងគឺមានប្រសិទ្ធភាពឬក៏បងប្អូនអាចបំបែកកូនមន់ដែលគេចឹកហ្នឹងមកដាក់ខាងក្រៅទោះបីជាអត់មានមេបណ្ដាគឺយើងដាក់ខាងក្រៅឲ្យមានសភាពធំទលាយអញ្ចឹងទៅវាអត់សូវជាចឹកគ្នាដែរចឹកក្នុងវីដេអូខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាមានចំណេះដឹងថ្មីទៀតគឺខ្ញុំនឹងមកចែកម្លែកទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីបន្តទៀតហើយកន្លះពេលដែរខ្ញុំបាទសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗបន្តទៀត